ចំពោះមុខស្ថានភាពដ៏ក្តៅគគុកនៃការប្រយុទ្ធគ្នាត្រង់ត្រីធំនៅខាងព្រំដែនមីយ៉ាន់ម៉ាប្រទេសថៃបានដាក់កម្លាំងនិងសព្វាវុធបន្ថែមទៅកាន់តែច្រើននៅក្នុងខេត្តតជាការប្រុងប្រយ័ត្នឆ្លើយតបប្រសិនជាការប្រយុទ្ធនៅខាងមីយ៉ាន់ម៉ាធ្លាយចូលដីរបស់ខ្លួនតាមការផ្សាយរបស់អមរិនកាលពីថ្ងៃច័ន្ទទី22ខែមិថុនាឆ្នាំ2026កងកម្លាំងសន្តិសុខនៅក្នុងស្រុកម៉ែសតបានដាក់ពង្រាយទ័ពបន្ថែមយកមកពីកងកម្លាំងរាជាមនុតាហ្វុករួមជាមួយរដ្ឋបាលស្រុកកងអនុសេនាធំនិងអង្គភាពនគរបាលល្បាតព្រំដែនដើម្បីការពារតំបន់និងច្រកព្រំដែនទាំងអស់កងកម្លាំងថៃបានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការវាយបកសងសឹកភ្លាមៗដោយប្រើប្រាស់វិធានការបាល់គ្រាប់យុទ្ធភ័ណ្ឌមីយ៉ាន់ម៉ាហោះធ្លីចូលក្នុងដីថៃមែនការដាក់កម្លាំងបន្ថែមនិងបញ្ជូនសភាវុធទៅព្រំដែននេះកើតឡើងបន្ទាប់ពីទាហានមីយ៉ាន់ម៉ាបាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែននៅតាមដងទន្លេមួយដើម្បីព្យាយាមដណ្ដើមការកាន់កាប់ទឹកដីមកវិញហើយការប្រយុទ្ធគ្នានោះធ្វើឲ្យខាងថៃផិតភ័យឈានដល់បិទសាលារៀននិងអ្នកភូមិម៉ែកងកែនបានរត់ភៀសខ្លួន